ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានថ្នាំឱសថបុរាណមួយប្រភេទទៀតហើយដែលអាចយកមកព្យាបាលនឹងអាការៈឈឺសន្លាក់បាទឬមួយក៏ឈឺក្បាលជង្គង់បាទពុកម៉ែដែលមានអាយុចាប់ពី50ឆ្នាំឡើងទៅបាទឧស្សាហ៍ចុករយក្បាលជង្គង់បាទទៅណាមកណាហ្នឹងបាទតតែប្រើជើង3បាទមានន័យថាតតែមានឈើជ្រត់ជួយប្រយុទ្ធប្រយោងទៅបានដើរបានស្រួលហើយថ្នាំមួយប្រភេទនេះបាទងាយស្រួលរកទេសម្រាប់ពុកម៉ែចាស់ដែលចេះហូបស្លាម្លូណាបាទងាយប្រើងាយស្រួលធ្វើជាទីបំផុតបាទមិនបាច់ចាំដាំទឹកដាំផុកអីវិញឆ្ងាយនាំតែហត់ទេបាទគ្រាន់តែមានថ្នាំតែ2មុខតែប៉ុណ្ណោះបាទទី1គឺស្លឹកម្លូទី2គឺស្រាសបាទអញ្ចឹងបើសិនជាបងប្អូនជនជាតិអ៊ីស្លាមគាត់មិនចេះស្រាសយើងអាចយកអាកុលបាទអាកុលលាងដៃប្រចាំថ្ងៃរបស់យើងហ្នឹងយកមកដាក់លាយជាមួយក៏បានដែរបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរសូមបងប្អូនពុកម៉ែទាំងអស់គ្នាអញ្ជើញទៅមើលវិធីធ្វើហើយនិងវិធីប្រើជាមួយនឹងខ្ញុំដូចតទៅបាទបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកស្លឹកម្លូបាទដើម្បីយកមកព្យាបាលនឹងអាការៈឈឺសន្លាក់ដៃសន្លាក់ជើងឬមួយក៏ចុករយតាមក្បាលជង្គង់ជាដើមបាទអញ្ចឹងស្លឹកម្លូសូមពុកម៉ែបងប្អូនបេះបាទទាំងតងរបស់វាតែម្ដងណាយើងយកទាំងតងតែបើសិនជាបងប្អូនមិនមានដាំស្លឹកម្លូទេបងប្អូនអាចទិញនៅទីផ្សារក៏បានដែរបាទអញ្ចឹងបរិមាណយើងយកចំនួន1ក្តាប់បើរាប់ជាសន្លឹកហ្នឹងគឺ20-30 សន្លឹកមកហើយបងប្អូនយកមកយើងហាន់ឲ្យម៉ត់សិនហើយចាំយើងយកមកបុកវាឆាប់ម៉ត់ណាបាទបុកឲ្យម៉ត់ទៅហើយចាំបងប្អូនលាយជាមួយស្រាសបន្តិចទៅបានហើយមិនបាច់រាវពេកទេបាទឬមួយក៏បងប្អូនមិនមានស្រាសយើងអាចលាយជាមួយនឹងទឹកអាកុលលាងដៃក៏បានដែរបាទបន្ទាប់មកបងប្អូនយកមកបិទយកមកលាបបាទត្រង់ចំណុចដែលកំពុងតែឈឺចាប់បាទដូចជាចង្កេះខ្នងឬមួយក៏ក្បាលជង្គង់បាទខ្មងដៃខ្មងជើងអីជាដើមហ្នឹងហើយយើងយកស្បៃយកកណាត់មករុំបាទទុកចោល1ម៉ោង2ម៉ោងទៅចាំពុកម៉ែបងប្អូនស្រាយចេញបាទអញ្ចឹងមួយថ្ងៃយើងអាចធ្វើបាន2ទៅ3ដងបាទហើយធានាថាត្រឹមតែ1ដងតែប៉ុណ្ណោះអាការៈកំពុងតែឈឺបាទខ្ទុកបាទនឹងអន់ថយមួយរំពេចបាទហើយបងប្អូនពុកម៉ែព្យាយាមធ្វើទៅបាទ1ថ្ងៃ2ថ្ងៃ3ថ្ងៃក្តីធ្វើទៅបាត់ឈឺពេលណាយើងឈប់ធ្វើពេលហ្នឹងបាទអញ្ចឹងអាការៈឈឺបាទសន្លាក់ឈឺក្បាលជង្គង់ឈឺអីហ្នឹងបាទមកពីសរសៃរបស់ពុកម៉ែបងប្អូនហ្នឹងគៀបសង្កត់គ្នាឬមួយក៏ក្រិចបាទធ្វើឲ្យយើងចុករយបាទឈឺសពុតសពុនបាទអញ្ចឹងឃើញថាស្លឹកម្លូនេះអាចជួយសម្រួលបាទជួយបំបត្តិការឈឺចាប់បាទតាមសន្លាក់ដៃសន្លាក់ជើងក្បាលជង្គង់ជាដើមបាទអញ្ចឹងឃើញថាវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេថ្ងៃនេះបាទតាក់ទងនឹងស្លឹកម្លូយកមកព្យាបាលឈឺក្បាលជង្គង់ឈឺសន្លាក់ដៃសន្លាក់ជើងហ្នឹងបាទហើយក៏សូមអរគុណបាទចំពោះពុកម៉ែបងប្អូនដែលចូលចិត្តតាមដានវីដេអូបាទថ្នាំឱសថបុរាណខ្មែរយើងបាទហើយខ្ញុំក៏សូមជូនពរពុកម៉ែទាំងអស់គ្នាឲ្យមានសុខភាពល្អកុំឲ្យមានជំងឺអ្វីៗមកបៀតបៀនឲ្យសោះហើយសូមកុំភ្លេចជួយចុច like ចុច share ចុច subscribe ដល់វីដេអូរបស់ខ្ញុំផងដើម្បីជាកម្លាំងចិត្តធ្វើវីដេអូថ្មីៗចែកជូនពុកម៉ែទស្សនានៅថ្ងៃក្រោយទៀតនៅពេលនេះខ្ញុំសូមអរគុណសូមជម្រាបលា